សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងយើងមកតវីដេអូរបស់យើងថ្ងៃហ្នឹងខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើត user និងការ delete user ហើយដោយប្រើ comment នៅក្នុងYouTube server របស់យើងមុនដំបូងអ្នកទាំងអស់គ្នាចូលទៅ Winbox ហើយ check IP check អី login ចូលមក comment CMD ធម្មតាទេម្ដងមកតមកទៀតយើង check មើលឲ្យយើងនៅ user មួយណាយើងឈរនៅលើ user មួយណានេះរបស់ខ្ញុំហើយខ្ញុំឆែកមើល version យើងប្រើ comment cat slash etc slash os dot đây là YouTube thấy YouTube server របស់ខ្ញុំប្រើ version 24.04បន្ទាប់មកយើងបង្កើត user យើងប្រើ comment sudo user add ដក clear មកហើយឈ្មោះ user យើងចង់បង្កើតហ្នឹងដាក់ឈ្មោះ Citic ហើយយើង enter មកសម្រាប់ user ហ្នឹងដែរយើងបង្កើតវាមកបានប៉ុន្តែវាមិនអាចបង្កើត directory ឬក៏ folder បានទេតោះមកយើងប្រើ comment ដើម្បីឆែកវាមើលយើងវាយ comment cat slash etc slash pass wd enter មកនេះយើងឃើញ user បានបង្កើតបាញ់នេះឈ្មោះថា Citic ហើយលេខ1001ហ្នឹងពេល user យើងចាប់ផ្ដើមបង្កើតដំបូងចាប់ផ្ដើមពីលេខ1000បន្ទាប់មកយើងបង្កើតថែមមួយទៀតមកវាចេញ1001យើងបង្កើតមួយទៀតមកចេញ1002អញ្ចឹងទៅហើយបន្ទាប់មកទៀតខ្ញុំ delete user នឹងចោលវិញយើងប្រើ comment sudo user clear ហើយឈ្មោះ user ដែលយើងចង់ delete ហ្នឹងមកបន្ទាប់មកទៀតយើងទៅ check មើលថាយើង delete វាហ្នឹងបាត់អត់យើងប្រើ comment តែមក cat slash etc slash pass wd នេះបាត់ហើយឈ្មោះ user Citic មិញបានលុបចេញវិញបាត់ហើយបន្ទាប់មកយើងប្រើ comment មួយទៀតដើម្បីបង្កើត user ពេញលេញមួយដែលយើងអាចបង្កើត directory ឬក៏ folder បានយើងប្រើ comment sudo ដក clear មក user add ដូចមិនដែរទេប៉ុន្តែយើងមានដក m តោះយើងដាក់ folder យើងមក enter មកហើយយើងទៅ check មើលប្រើ comment តែ cat slash etc slash pass wd enter មកនេះយើងបានបង្កើតហើយនេះ user មុនហ្នឹងយើងបង្កើតវាអត់ពេញលេញទេវាអាចបង្កើត directory ឬក៏ folder បានដែរប៉ុន្តែ user យើងបង្កើតលើកនេះវាមានសិទ្ធិអាចបង្កើតបានបន្ទាប់មកយើងទៅ check វាមើលថា user យើងបង្កើតហ្នឹងវាបានសម្រេចវាបានចូលទៅក្នុង list របស់យើងអត់ដូច user ឈ្មោះខ្ញុំនេះអត់អញ្ចឹងយើងឆែកមកយើងប្រើ comment cd slash home យើង enter មកតោះមកយើង ls វាមើលយើងលេខមើលមកនេះមាន user 2មានឈ្មោះខ្ញុំមួយនិង user ខ្ញុំទៅបង្កើតមិញឈ្មោះ Citic នេះមួយបន្ទាប់មកយើងដាក់ password ឲ្យ user Citic នេះយើងប្រើ comment sudo pass wd តមកដាក់ឈ្មោះ user មក Citic ហ្នឹង enter មកហើយយើងដាក់ password ឥឡូវបន្ទាប់ពីយើងដាក់ password ឲ្យ user Citic ហ្នឹងបានហើយឥឡូវយើងសាក login ចូល user Citic ហ្នឹងសាកមើលសិនយើងប្រើ comment sudo.clear ឈ្មោះ user ហ្នឹងមក
ហើយយើងវាយ password មកតមកយើង check មើល who am I មកចង់ដឹងថាយើងនៅ user មួយណានេះគឺខ្ញុំចូលនៅក្នុង user Citrix ហ្នឹង user យើងទៅបង្កើតហ្នឹងហើយយើងដាក់ password មិនហ្នឹងយើង login បានបន្ទាប់មកយើងធ្វើការ check directory របស់វា pwd នេះវានៅក្នុង home ឥឡូវយើងតេស្តមើលឃើញថា user ហ្នឹងយើងបង្កើតបានហើយយើងប្រើបានដូច user ដើមរបស់យើងដែរឥឡូវខ្ញុំ login ចូលទៅ user ដើមរបស់ខ្ញុំវិញយើងប្រើ comment តែមកឥឡូវខ្ញុំមកប្រើ user របស់ខ្ញុំវិញហើយខ្ញុំប្រើ comment who am I ដើម្បីបញ្ជាក់ថាខ្ញុំចូលមក user ឈ្មោះខ្ញុំនឹងវិញហ្នឹងហើយបន្ទាប់មកខ្ញុំលុប user Citrix នឹងចោលវិញបន្ទាប់មកយើងប្រើ comment sudo បក clear មក user del ដក clear ឈ្មោះ user ដែលយើងចង់លុបហ្នឹង user Citrix មិនហ្នឹង enter មកបន្ទាប់មកវា load message មកប្រាប់យើងហើយបន្ទាប់មកវា load message មកប្រាប់យើងថា user ហ្នឹងវាកំពុងតែជាប់ service នៅ code 1521ហ្នឹងយើងអត់ទាន់ delete វាបានទេអញ្ចឹងយើងប្រើ comment មួយមកដើម្បីលុបវាបានយើងប្រើ comment sudo kill ដកលេខ9ហើយលេខកូដហ្នឹងមក15 21តែអា comment នេះអ្នកទាំងអស់គ្នាកុំយកទៅប្រើនៅលើ user របស់យើងពិតប្រាកដព្រោះតែប្រើទៅអាចនឹងវា delete អីមួយចោលទៅធ្វើឲ្យរបស់យើង error បានបន្ទាប់ពីយើង kill ហើយយើង exit វាចេញសិនមកយើង control D មកហើយចាំយើង login ចូលវាចូលទៅសារថ្មីយើងប្រើ SH ហើយយើងវាយIP របស់យើងមកអ្នកទាំងអស់គ្នាវាយ IP របស់អ្នកទាំងអស់គ្នាទៅខ្ញុំវាយ IP របស់ខ្ញុំនេះខ្ញុំបានចូលមកវិញហើយតោះមកខ្ញុំ clear វាមួយសិនតោះមកយើងប្រើ comment ទៅ check មើល user ថាយើង kill វាមិនហ្នឹងវាបាត់អត់ចឹងតែវាអត់ទាន់បាត់ទេយើង kill ឥឡូវខ្ញុំ check មើលសិន /passwd enter មកនេះuser ហ្នឹងនៅតែទេវាអត់ទាន់បាត់ទៅណាទេអញ្ចឹងយើង delete វាយើងប្រើ comment យើងតែមក sudo user del ហើយឈ្មោះ user យើងចង់ delete ហ្នឹង enter មកវាយ password ទៅហើយបន្ទាប់មកយើង list វាមើលម្ដងទៀតទៅចង់ដឹងថា user នេះបាត់អត់ខ្ញុំប្រើ comment តែមក cat / etc / wd enter មកនេះឃើញថាបាត់ហើយuser Citrix ហ្នឹងបាន delete បាត់ហើយឥឡូវយើងបាន delete user ហ្នឹងមែនប៉ុន្តែdirectory របស់វាហ្នឹងវានៅជាប់នៅក្នុង home មួយទៀតអញ្ចឹងយើងត្រូវចូលទៅលុបវាមកតង់ទៀតខ្ញុំប្រើ comment cd /home តោះមកយើង list វាមើលនេះឃើញវានៅជាប់ user Citrix អត់ទាន់បាត់ទេតមកដើម្បីយើង remove user Citrix នឹងបានយើងប្រើ comment sudo ដក clear មក rm ដក clear ដក ovs ដក clear ហើយឈ្មោះ user នឹងមក enter មកឥឡូវវា load
mistake មកថាយើង remove directory ហ្នឹង Citrix ហ្នឹងបានហើយឥឡូវយើង list វាមើលទៅថាវាបាត់អត់នេះវាបាត់ហើយuser Citrix នេះបាត់ហើយនៅតែ user ខ្ញុំមួយហ្នឹងទេឥឡូវយើង remove user ហ្នឹងបានហើយយើងមានមួយរបៀបទៀតដើម្បីបង្កើត user យើងនឹងមាន comment មួយទៀតដើម្បីបង្កើត user បានដូចគ្នាដែរវាយ cd មួយសិនមកបន្ទាប់មកយើងប្រើ comment sudo user add ដក clear មកដក m ដក s /bin /bash ហើយឈ្មោះ user យើង enter មកបន្ទាប់មកយើងសូវាមើលមកចង់ដឹងថាយើងប្រើ comment នឹងបង្កើត user នឹងបានអត់យើងវាយ comment តែមក cat /etc/passwd នេះគឺ user Citrix ហ្នឹងយើងបង្កើតវាបានឥឡូវយើងបង្កើតបានហើយយើងលុបវាចោលវិញទៅយើងប្រើ comment តែមក sudo user del តែមកហើយឈ្មោះយើង user យើងចង់ delete ហ្នឹង Citrix enter មកតមកយើង check វាមើលប្រើ comment តែ cat /etc/passwd នេះ user Citrix ហ្នឹងបានលុបបាត់ទៅវិញហើយបន្ទាប់មកយើងចូលទៅកាន់ directory home មើលចង់ដឹងថានៅជាប់ user Citrix យើងបង្កើតមិញនៅហ្នឹងអត់យើង delete ហ្នឹងវាបាត់ទៅអត់អញ្ចឹងយើងប្រើ comment cd/home មក cd/home enter មកហើយយើង list វាមើលនេះ user Citrix ហ្នឹងយើង delete មិញវាបាត់មែនប៉ុន្តែនៅក្នុង directory វានៅដែរទេវាអត់ទាន់បាត់ទេបន្ទាប់មកយើងចង់ remove វាយើងប្រើ comment sudo ដក clear មក rm ដក clear ដក ovs/home/ ឈ្មោះ user មិញហ្នឹង enter វាមកនេះវាលោត message មកប្រាប់ថា remove directory អញ្ចឹងមានន័យថាយើងបាន delete វាចេញហើយឥឡូវយើង list វាមើលមកថាវាបាត់នៅនេះបាត់ហើយនៅសល់តែ user ខ្ញុំមួយហ្នឹងទេ user Citrix ដែលយើងបង្កើតហ្នឹងវាត្រូវបាន remove ចេញបាត់ហើយបន្ទាប់មកទៀតយើងប្រើ comment cd ថយក្រោយមួយមកហើយនៅមានមួយរបៀបទៀតដែលយើងបង្កើត user ងាយស្រួលយើងប្រើ comment sudo ដក clear មក add user ដក clear មកហើយដាក់ឈ្មោះមកឥឡូវខ្ញុំដាក់ឈ្មោះអីដាក់ឈ្មោះតែ Citrix Citrix 1 ទៅ enter មកតមកយើងដាក់ password បន្ទាប់មកទៀតយើង set password មក enter មកបន្ទាប់មកទៀតយើងដាក់ឈ្មោះពេញរបស់យើងមកខ្ញុំដាក់ឈ្មោះខ្ញុំenter មក room number យើងមិនដាក់ទេអានេះក៏មិនបាច់ដែរ enter រហូតមកកន្លែងនេះយើងចុច yes មកឥឡូវវាបាន confirm user មួយនឹងចូលហើយឥឡូវយើងទៅ check វាមើលទៅថាយើងបង្កើត user ហ្នឹងបានអត់យើងប្រើ comment តែមក cat /etc/passwd enter មកនេះCitrix 1 មិញនេះខ្ញុំបង្កើតមិញឥឡូវយើងវាបង្កើតបានហើយវាបង្កើតបានហើយយើងឆែកវាមកឃើញហើយ full name នេះរបស់ខ្ញុំដាក់មិញហ្នឹងឥឡូវ user មិញយើងបង្កើតបានហើយ
វានេះចេញខ្ញុំ login ចូលទៅវិញសិន SH មុនហ្នឹងមិញយើងបានបង្កើត user មួយទៀតហើយឥឡូវយើងសាកទៅ check មើលវាសិនអា user យើងបង្កើតមិញហ្នឹងឈ្មោះ citic1 មិញហ្នឹង etc/passwd ហ្នឹង enter មកនេះ citic1 មិញហ្នឹងយើងបង្កើតហើយឥឡូវយើងតេស្ត login user citic1 ហ្នឹង clear មកតោះមកខ្ញុំប្រើ command su តមកឈ្មោះ user citic1 enter មកវាយ password មកចូលទេឥឡូវយើងតេស្ត who am I មកនេះគឺយើងស្ថិតនៅក្នុង user citic1 ហ្នឹងមានន័យថា user មិញហ្នឹងយើងបង្កើតបានហើយក៏ login វាបានដែរហើយបន្ទាប់មកយើងវាយ pwd មើល directory របស់វាហ្នឹងហើយអញ្ចឹងមានថា user ហ្នឹងយើងបង្កើតវាបានជោគជ័យហើយយើងក៏យកវាមកប្រើបានដែរអញ្ចឹងខ្ញុំ login ចូលទៅ user របស់ខ្ញុំវិញcomment su ហើយឈ្មោះ user ធ្វើមក password ហ្នឹងហើយខ្ញុំ who am I មើលហើយខ្ញុំដូរមក user ខ្ញុំបានវិញទៅហ្នឹងហើយខ្ញុំវាយ pwd មកអញ្ចឹងខ្ញុំចូលមក user ខ្ញុំបាន login មក user ខ្ញុំវិញហើយ user នោះក៏យើងបង្កើតបានដែរយើងអាច login ចូលបានដូចគ្នា user citic1 ហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នា